នៅព្រឹកថ្ងៃទី7ខែមេសាឆ្នាំ2025ឯកឧត្តមញឿនរ៉ាដែនប្រធានក្រុមការងារបោះឆ្នោតគណៈបកហ៊ុនស៊ិនប៉ិចខេត្តកំពង់ចាមនិងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាមបានអញ្ជើញជាព្រះតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអម្ចាស់នរោត្តមចក្រាវុធព្រះប្រធានគណៈបកដោយបានដឹកនាំមន្ត្រីក្រមអាវ៉ាត់រៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ពិធីបានប្រព្រឹត្តទៅនៅទីស្នាក់ការគណៈបកហ៊ុនស៊ិនប៉ិចខេត្តកំពង់ចាមដោយមានរៀបចំគ្រឿងសក្ការៈបូជានិមន្តព្រះសង្ឃស្វាធ្យាយជាយន្តោចម្រើនពរជ័យសិរីមង្គលដោយមានការចូលរួមពីមន្ត្រីគណៈបកតំណាងខេត្តក្រុងស្រុកនិងឃុំទូទាំងខេត្តកំពង់ចាមព្រមទាំងមានការចូលរួមពីប្រជារាស្ត្រអ្នកគាំទ្រជាច្រើនរូបផងដែរក្នុងឱកាសនេះឯកឧត្តមញឿនរ៉ាដែនបានថ្លែងការកោតសរសើរនិងអំណរគុណដល់សមាជិកាទាំងអស់ដែលបានរួមសាមគ្គីគ្នាបំពេញការងារដង្ហែជុំវិញព្រះអង្គម្ចាស់នរោត្តមចក្រាវុធព្រះប្រធានរហូតបានទទួលលទ្ធផលយ៉ាងល្អប្រសើរតាំងនាមឲ្យគណៈបកហ៊ុនស៊ិនប៉ិចខេត្តកំពង់ចាមទាំងមូលឯកឧត្តមក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មីប្រទានសព្វសាធុការពរជ័យសិរីមង្គលមហាប្រសើរគ្រប់ប្រការថ្វាយព្រះអង្គម្ចាស់នរោត្តមចក្រាវុធព្រះប្រធានសូមព្រះអង្គទទួលបាននូវប្រកាយពលមាំមួនព្រះបញ្ញាភ្លឺថ្លាប្រជញ្ញមេយុយឺនយូរដើម្បីដឹកនាំគណៈបករាជានិយមហ៊ុនស៊ិនប៉ិចសម្រាប់បានជោគជ័យថ្មីបន្ថែមទៀតនិងសូមពរជ័យនេះបានប្រទានដល់សហជីវិននេះប្រកបដោយពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីអខានហើយកូនចៅទាំងអស់សូមថ្វាយពពរដល់ព្រះអង្គម្ចាស់នរោត្តមចក្រាវុធព្រះប្រធានគណៈបកហ៊ុនស៊ិនប៉ិចដើម្បីគុំជាមនុស្សក៏ជាអ្នកយើងខ្ញុំទាំងអស់ហើយដឹកនាំគណៈបកហ៊ុនស៊ិនប៉ិចក្នុងឱកាសចូលឆ្នាំថ្មីនេះសូមឲ្យព្រះអង្គមានសុខភាពល្អបញ្ជូនយឺនយូរជាពិសេសប្រាជ្ញាវិវ័យដើម្បីដឹកនាំគណៈបករាជានិយមហ៊ុនស៊ិនប៉ិចនេះឆ្ពោះទៅរកការឲ្យជោគជ័យនៅពេលអនាគតមុខនេះសូមអរគុណសូមទទួលបន់បន្តទាំងអស់គ្នាក្នុងពិធីនេះដែរក៏មានរៀបចំពិសាអាហារសាមគ្គីរួមគ្នាដែលមានជូនវត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួមទាំងអស់ប្រកបដោយបរិយាកាសរីករាយនៅរសៀលថ្ងៃទី7ខែមេសាឆ្នាំ2025នេះដែរគណៈបកហ៊ុនស៊ិនប៉ិចរាជធានីភ្នំពេញក៏មានរៀបចំពិធីជួបជុំអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណៈបកហ៊ុនស៊ិនប៉ិចរាជធានីភ្នំពេញដោយមានការតាក់តែងគ្រឿងលម្អស្វាគមន៍បុណ្យចូលឆ្នាំថ្មីនិងទីសក្ការៈបូជាព្រមទាំងមានការចូលរួមពីក្រុមការងាររាជធានីនិងមន្ត្រីគណៈបកតំណាងខណ្ឌសង្កាត់នានាក្នុងរាជធានីភ្នំពេញសមាជិកាចូលរួមទាំងអស់បានសម្រួមចិត្តអុជធូបទៀនបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រទានពរជ័យសិរីមង្គលព្រះអង្គចាស់រាមរុក្ខដែលបានទុកប្រទេសជាតិឲ្យកូនរស់នៅសហជីវនីជឿនរិនតំណាងឯកឧត្តមអង្គសម្បូរអគ្គលេខាធិការប្រតិបត្តិនិងជាប្រធានក្រុមការងារបោះឆ្នោតគណៈបកហ៊ុនស៊ិនប៉ិចរាជធានីភ្នំពេញបានបញ្ជាក់ថាការជួបជុំរបស់យើងในឱកាសនេះមិនត្រឹមតែជាការលើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរដែលមានតាំងពីដូនតានោះមកទេក៏ប៉ុន្តែជាការលើកទឹកចិត្តនិងជូនពរដល់សមាជិកាទាំងអស់ដែលបានខិតខំបម្រើការងារដង្ហែជុំវិញព្រះអង្គម្ចាស់នរោត្តមចក្រាវុធព្រះប្រធានគណៈបកហ៊ុនស៊ិនប៉ិចកន្លងមកប្រកបដោយផ្លែផ្កាសុខភាពល្អមានបញ្ញាវិវ័យបរិបូរណ៍ដើម្បីជាមនុស្សត្រជាក់និងដឹកនាំដល់គណៈបកហ៊ុនស៊ិនប៉ិចក្នុងឱកាសនេះសហជីវនីជឿនរិនក៏ដូចជាថ្នាក់ដឹកនាំក្រុមការងាររាជធានីភ្នំពេញបានសូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រទានពរជ័យសិរីមង្គលគ្រប់ប្រការ
ថ្វាយព្រះអង្គម្ចាស់នរោត្តមចក្រាវុធព្រះប្រធានគណៈបកហ៊ុនស៊ិនប៉ិចសូមព្រះអង្គមានប្រកាយពលមាំមួនព្រះបញ្ញាភ្លឺថ្លាព្រះជន្មាយុយឺនយូរដើម្បីដឹកនាំគណៈបករាជានិយមហ៊ុនស៊ិនប៉ិចសម្រេចបានជោគជ័យថ្មីបន្ថែមទៀតនិងសូមជូនពរដល់សមាជិកាទាំងអស់បានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយ ដែលលះបង់កាយលះបង់ពេលវេលាមកចូលរួមកម្មវិធីហើយលះបង់ពេលវេលាធ្វើការក្នុងបកប្រើព្រះអង្គព្រះប្រធាននរោត្តមចក្រាវុធ ពិធីនេះក៏មានរៀបចំអាហារសាមគ្គីរួមគ្នានិងច្រៀងរាំកម្សាន្តតាមបទប្រពៃណីខ្មែរក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុត